បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាសាជាថ្មីម្ដងទៀតដែលចូលទស្សនាវីដេអូនៅក្នុង Channel YouTube ខ្ញុំបាទវិជ្ជរិនហើយនេះខ្ញុំមកដល់សំណង់ទឹកពោពីដើមទៀតបងប្អូននៅព្រឹកថ្ងៃទី19បាទ18បងប្អូនខែឧសភាឆ្នាំ2025អញ្ចឹងនៅព្រឹកនេះគឺទឹកបាទប្រែពណ៌បងប្អូនបាទទឹកធ្លាក់មកពីខាងខេត្តបៃលិនបាទគឺបានមកដល់បាងខេត្តបន្ទាយមានជ័យសំណង់ទឹកពោពីដើមបងប្អូនហើយទឹកក៏បានប្រែពណ៌ទៅជាពណ៌បាទល្អក់ខ្លាំងបងប្អូនដោយសារទឹកប្រែលិនមករៀងពណ៌ក្រហមបងប្អូនពណ៌ល្អក់ខ្លាំងថ្ងៃនេះគឺមកដល់សំណង់ទឹកពោពីដើមហើយអញ្ចឹងក៏បងប្អូនឃើញនេះបងប្អូនយើងកំពុងនេសាទត្រីបាទគឺបោយត្រីបងប្អូនគឺច្រើនគ្នាមែនទែនអញ្ចឹងព្រឹកនេះមិនដឹងថាបានច្រើនមិនច្រើនបងប្អូនមានបងប្អូនយើងមកលេងមកទស្សនាអូគាត់បានច្រើននោះខាងជាប់នោះនេះបងប្អូនត្រីលោតប្រាវដាក់ទៅនោះអានោះជាប់នឹងអូជាប់នឹងកន្លែងកសកដាលបងប្អូនប្រទេសរកវិធីនឹកឃើញបោយកើតបងប្អូនបាទអញ្ចឹងខ្ញុំបង្កើតយកទស្សនវិជ្ជានៅក្នុងថ្ងៃនេះចែកជូនដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេសបានទស្សនាពីសកម្មភាពការរកត្រីបាទនៅខាងសំណង់ទឹកពោពីដើមឃុំរហាត់ទឹកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យបាទលោកជួបរួមទស្សនាទាំងអស់គ្នានៅថ្ងៃទី18ខែឧសភាឆ្នាំ2025បាទលោកជួបរួមទស្សនាទាំងអស់គ្នាបានដែរស្ងាត់បងប្អូនត្រីទឹកល្អមកទៀតនៅកដាលបានច្រើនទៅមើលកន្លែងកដាលគេដួសកដាលហ្នឹងបងប្អូនអូអ្នកដេករកត្រីនេះទឹកល្អមកហើយទឹកគេទៅបាត់ទៀតទៅបាត់បានមួយបងរត់ត្រីច្រើនណាស់អូបងប្អូននេះกระด้างดูบานเสียง
มือข้างกระดาษมองไปข้างเลยรู้ไตรไปเนี่ยไตรของคนนี่บัดตึกละออกมาทางแคทไปเล่นมาบนสมัยตึกฟ้าไงได้ละออกมาได้มาบนตอนนี้จะมาทางแคทไปเล่นทางเขาดมไอ้เจสบาร์เวอร์บนในทางคมสตึงตรังอ่ะบนโอ้กำลังลงทุกมอนอายุอ่ะ trong mà tao bán tới là trên não rồi อันนี้ตึกเต้ trên đây จะนาวม bắt luôn rồi จะนาวมคือบัดสำนักเธอเราโอสดานเนาะบัด tới ngày muốn biết chuyện mà tao này cái Việt Nam miền Tây bằng này อะไรตึกวันไทยนั่นคือเรื่องซีเท่านั้นหรือเรื่องซีเราก็เป็นโตกุญจาเนาะอะไรอันนี้เนี่ยบัดเต้านี่เว้ยเต้าโอนโดงเว้ยพวกกระดุยเว้ยยังเรากระดาเลยเจ้าอะไรจะเคยเรา
ត្រីនៅក្នុងនេះច្រើន អត់ចេះតែបីឡងមកវិញ បាទ ទៅខ្មៅទៅនេះមានអត់ ទេបោថ្មីទៅខាងអុកគួយអូនរងវិញអានេះទឹកមកទៅដល់ទុំទៅដល់ទឹកនោះតែនេះថៃជាពូខៃទៅមកបងមួយនៅមើលមួយទៀតនេះមើលទៅថាទៅអូនទៅអូនរងហ្នឹងអុករួចទីទៅត្រង់ឃើញមានផ្លូវសំណាងវិញខ្ញុំថាទៅដែរទៅវល់ថ្ងៃនេះទៅដែរអូមិនបានមកដែរ ទៅចំណាំទៅ អត់đâyខ្ញុំទៅមានទឹកគេបាត់ធ្វើនៅអូស្ដាងហ៎អត់ខ្ញុំត្រីបោយមិញឡងរប់ឲ្យប៉ុណ្ណាទៅហ៎ បាទ គេស្គាល់ឃើញត្រីទឹកធ្វើអូទឹកនឹងស្មើហើយបងលេខស្មើហើយបងលេខទឹកស្មើហ្នឹង តែដល់នេះ បោយខ្លាំងទៅអូមកណាសាច់ជាបពី đi bay rồi
ទឹកត្រីនេះកន្លែងខ្ទងពីដេករោត្រីហើយចង់ដល់សុខភាពសំណង់ទឹកពោពីដើមស្ថិតក្នុងឃុំប្រហាប់ទឹកស្រុកមង្គលបុរីខេមរៈមន្ជ័យហើយទឹកស្ទឹងគឺបានហូរចេញទៅខាងទីស្រុកមង្គលបុរីបងប្អូនគឺទឹកឡើងខ្លាំងហើយទឹកល្អក់ចាប់ដើមមកហើយបាទទឹកនេះគឺមកខាងខេត្តប៉ៃលិនអត់សូវមានត្រីធំទេមិនមានត្រីតូចៗទេអត់សូវមានត្រីធំប្រហែលទេเราដើរទៅមុខខាងក្រោមសិនអញ្ចឹងទឹកនឹងហូរវាត្រូវហូរកាត់ទៅបាទកាច់មកកន្លែងមកកង់ទេបងប្អូនអាទៅកន្លែងនេះគឺទៅខាងពោពីដើមម្ល៉េះហើយទៅចេញទៅខាងស្ទឹងមង្គលបុរីបាទទឹកហូរកម្លាំងបងទឹកឆ្នាំនេះគឺមកលឿនបាទរាល់ឆ្នាំគឺមកខែ6ចុងខែ6អីបានមកទឹកមានឬក៏ដើមខែ7ហើយមានទឹកតែឆ្នាំ2025នេះទឹកមកពីកណ្ដាលខែ5មកថ្ងៃទី15បងប្អូនទឹកនេះមកថ្ងៃទី15ណាមកដល់នេះគឺថ្ងៃទី15តែម្ដងអញ្ចឹងទឹកមកនឹងកម្លាំងបងប្អូនហើយផ្លូវទៅខាងនេះគឺចេញទៅខាងភូមិពោពីដើមខាងក្រោយវត្តហើយផ្ទះគេជាប់មកស្ទឹងមួយនេះអូបងប្អូនគេធ្វើជើងទេនេះអានេះតែល្អជើងទៅព្រួនេះជើងត្រីក៏ដូចជាមិនសូវបានទេកន្លែងបងប្អូនអាគឺបានដោយបោយខ្លះបានច្រើនខ្លះបានវាបបោយបាន2 3ខ្លះបាន4 10អីចឹងដែរវាទៀងបងប្អូនហើយនេះផ្ទះបងប្អូននៅខាងពោពីដើមក៏ផ្ទះធ្វើថ្មីអត់ទាន់នៅទេបងប្អូនហើយក៏អត់ទាន់ហើយដែរអូទូនេះទឹកនេះហូរកាច់មកខាងនេះបងប្អូនគឺសំណង់ទឹកពោពីដើមទឹកនេះហូរកាច់មកខាងនេះវិញមកកន្លែងគេអត់បានចាក់ជើងទេជាស៊ីម៉ង់គេធ្វើជានេះថ្មដាក់ទៅដាក់លូសណាញ់មកលេងចូលពីចង្ងាយទៅបងប្អូនថតពីចង្ងាយបងប្អូនមើលហើយផ្ទះនេះគឺធ្វើអត់តាន់ហើយបងប្អូនចាស់ក៏អត់តាន់មកនៅដែរចាស់ទៅថៃរលួយធ្វើបន្តទៀតហើយខណៈផ្ទះនេះធ្វើហើយក៏អត់មានអ្នកនៅដែរបើកភ្លើងចោលនៅចាស់ទេតាណាអស់ហើយអត់មានអ្នកនៅទេហើយផ្លូវអាចទៅខាងវត្តពោពីដើមបាននោះខាងវត្តពោពីដើមគឺនៅជិតនេះមកប្រហែលជា100 ម៉ែត្រជាងពីនេះសាលារៀនក៏ធ្វើឲ្យតាខាងពោពីដើម